សាក់ស្រមៃមើលថាអ្នកកំពុងឈរនៅកណ្ដាលវាលខ្សាច់ហើយនៅចំពីមុខអ្នកគឺជារណ្ដៅដ៏ធំមួយដែលភ្លើងកំពុងឆេះពេញទាំងយប់ទាំងថ្ងៃមនុស្សជាច្រើនហៅវាថា The Door to Hell ឬទ្វារទៅកាន់ឋាននរកប៉ុន្តែតើហេតុអ្វីបានជាវាឆេះហើយហេតុអ្វីបានជាភ្លើងនេះនៅមិនទាន់រលត់ដើម្បីស្វែងយល់កាន់តែច្បាស់យើងនឹងមកសិក្សាលម្អិតទាំងអស់គ្នា The Door to Hell មានទីតាំងស្ថិតនៅលើវាលខ្សាច់ការគុំនៃប្រទេសទូកមែនីស្ថានតំបន់នេះសម្បូរទៅដោយឧស្ម័នធម្មជាតិហើយរណ្ដៅដែលមានភ្លើងឆេះនេះមានឈ្មោះជាផ្លូវការហៅថា Darwaza Gas Crater វាមិនមែនជារណ្ដៅភ្នំភ្លើងធម្មជាតិទេវាកើតឡើងដោយសារតែការខួងស្វែងរកឧស្ម័នធម្មជាតិនៅក្នុងឆ្នាំ1971អ្នកជំនាញសហភាពសូវៀតបានធ្វើការខួងនៅតំបន់នោះដោយសង្ឃឹមថានឹងស្វែងរកប្រភពឧស្ម័នធម្មជាតិប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់គឺមិនដូចការរំពឹងទុករបស់ពួកគេឡើយដីនៅក្រោមកន្លែងដែលបានខួងបានបាក់ស្រុតចុះហើយបង្កើតជារណ្ដៅដ៏ធំមួយឧបករណ៍ខួងប្រេងត្រូវបានបាត់បង់ទៅក្នុងរណ្ដៅហើយឧស្ម័នធម្មជាតិចាប់ផ្ដើមហូរចេញបញ្ហាគឺឧស្ម័នទាំងអស់នោះអាចមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងសត្វដែលនៅជុំវិញតំបន់នោះដូច្នេះហើយពួកគេសម្រេចចិត្តដុតឧស្ម័នដែលកំពុងហូរចេញនោះដោយគិតថាឧស្ម័នទាំងអស់នោះនឹងឆេះអស់ក្នុងរយៈពេលខ្លីប៉ុន្តែវាមិនបានកើតឡើងដោយអ្វីដែលពួកគេបានរំពឹងទុកនោះឡើយភ្លើងនៅក្នុងរណ្ដៅបានបន្តឆេះជារៀងរាល់ថ្ងៃវាបានក្លាយជាទិដ្ឋភាពដ៏ចម្លែកមួយនៅកណ្ដាលវាលខ្សាច់ការគុំមើលពីចម្ងាយវាហាក់ដូចជារណ្ដៅមួយដែលកំពុងបញ្ចេញភ្លើងពីក្រោមដីហើយដោយសារតែរូបរាងដែលគួរឲ្យខ្លាចនេះអ្នកស្រុកនិងមនុស្សដែលបានឃើញវាហៅវាថា The Door to Hell ឬទ្វារទៅកាន់ឋាននរកចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺភ្លើងមិនមែនជាអ្វីដែលបង្កើតឧស្ម័ននោះទេភ្លើងគ្រាន់តែជាការដុតឧស្ម័នធម្មជាតិដែលកំពុងហូរចេញពីក្រោមដីដរាបណាមានឧស្ម័ននិងអុកស៊ីសែនគ្រប់គ្រាន់ភ្លើងអាចបន្តឆេះបានហើយនេះគឺជាមូលហេតុដែលរណ្ដៅនេះអាចរក្សាភ្លើងបានអស់រយៈពេលជាច្រើនទសវត្សរ៍រណ្ដៅនេះមានសីតុណ្ហភាពខ្ពស់ហើយឧស្ម័នជុំវិញអាចមានគ្រោះថ្នាក់ប៉ុន្តែមនុស្សដែលបានចុះទៅជិតរណ្ដៅនេះលុះត្រាតែមានបេសកកម្មពិសេសមនុស្សម្នាក់ដែលល្បីជាងគេនោះគឺលោក George Couronus ដែលបានចុះទៅក្នុងរណ្ដៅនេះនៅឆ្នាំ2013ដើម្បីសិក្សាអំពីបរិស្ថាននៅខាងក្នុងគាត់ត្រូវប្រើប្រាស់ឧបករណ៍ការពារពិសេសដើម្បីទប់ទល់ជាមួយនឹងកម្ដៅព្រោះនៅក្នុងកន្លែងនេះមានកម្ដៅខ្លាំងហើយនឹងមានស្ថានភាពគ្រោះថ្នាក់សំណួរដែលគួរឲ្យចាប់អារម្មណ៍នោះគឺតើភ្លើងនេះវានឹងបន្តឆេះដល់ពេលណាហើយតើភ្លើងនេះវានឹងឆេះជារៀងរហូតឬចម្លើយគឺមិនទាន់មានពិតប្រាកដនោះទេវាអាស្រ័យទៅលើបរិមាណឧស្ម័នធម្មជាតិដែលនៅសេសសល់និងការហូរចេញរបស់ឧស្ម័នចេញពីក្រោមដីអាជ្ញាធរទូកមែនីស្ថានក៏ធ្លាប់បង្ហាញអំពីបំណងចង់ពន្លត់ភ្លើងដែរប៉ុន្តែដោយសារការបាត់បង់ឧស្ម័ននិងផលប៉ះពាល់បរិស្ថានប៉ុន្តែការធ្វើឲ្យរណ្ដៅនេះឈប់ឆេះគឺមិនមែនជារឿងងាយស្រួលនោះទេសរុបជារួមមករណ្ដៅនេះមិនមែនជាទ្វារទៅកាន់ឋាននរកពិតប្រាកដឡើយវាគ្រាន់តែជាលទ្ធផលនៃការសម្រេចចិត្តរបស់មនុស្សមួយកាលពីជាង50ឆ្នាំមុនប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺមនុស្សបានបង្កើតវាឡើងប៉ុន្តែរហូតមកដល់សព្វថ្ងៃយើងនៅតែមិនទាន់អាចដឹងច្បាស់ថាតើភ្លើងនេះវានឹងបន្តឆេះរហូតដល់ពេលណានោះទេសូមអរគុណសម្រាប់ការទស្សនាសូមកុំភ្លេចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីអាថ៌កំបាំងនិងការពិតដែលគួរឲ្យចាប់អារម្មណ៍នៅជុំវិញពិភពលោក